នៅក្នុងដានប្រវត្តិសាស្ត្រនៃសតវត្សទីនោះហើយគ្មានបុគ្គលណាមួយដែលបានអង្រួនគ្រឹះនៃមហាអំណាចអាស៊ីឲ្យមានចលនាខ្លាំងក្លាស្មើនឹងលោកម៉ៅសេតុងឡើយលោកមិនត្រឹមតែជាអ្នកនយោបាយប៉ុណ្ណោះទេប៉ុន្តែជាមនោគមវិទូអ្នកយុទ្ធសាស្ត្រយោធានិងជាកវីម្នាក់ដែលបានប្រើជង្គកំភ្លើងដើម្បីសរសេរចម្ពោះថ្មីនៃប្រវត្តិសាស្ត្រចិនរឿងរ៉ាវរបស់បុរសដែលពិភពលោកស្គាល់ថាប្រធានម៉ៅបានចាប់ផ្ដើមនៅថ្ងៃទី26ខែធ្នូឆ្នាំ1893ក្នុងភូមិសាវសានខេត្តហ៊ូណានកើតក្នុងគ្រួសារកសិករដែលមានជីវភាពធូរធារលោកបានធំឡើងក្នុងសម័យដែលប្រទេសចិនកំពុងស្ថិតក្រោមភាពអាម៉ាស់ត្រូវជន់ឈ្លីដោយមហាអំណាចបរទេសនិងបែកបាក់ដោយសារអំណាចមេតបតំបន់ការមើលឃើញមេតូភូមិត្រូវគេហែកចែកដោយនំខេកបានក្លាយជាកម្លាំងរុញច្រានឲ្យយុវជនរូបនេះស្វែងរកផ្លូវសង្គ្រោះជាតិដំណាក់នោះបាននាំលោកឲ្យជួបនឹងមនោគមវិជ្ជា Marx Lenin និយមនៅពេលដែលលោកធ្វើការជាបុគ្គលិកបណ្ណាល័យនៅសាកលវិទ្យាល័យប៉េកាំងពីចំណុចនោះជីវិតរបស់ម៉ៅសេតុងបានចាប់ផ្ដើមផ្លាស់ប្ដូរទីដៅគំនិតបទពិសោធន៍និងចក្ខុវិស័យរបស់លោកបានរួមបញ្ចូលគ្នាបង្កើតជាចលនាបដិវត្តន៍ដែលនឹងផ្លាស់ប្ដូរប្រទេសចិននិងប៉ះពាល់ដល់សមុទ្រលាអំណាចពិភពលោករបត់ដ៏អស្ចារ្យបំផុតដែលបានបំលែងលោកម៉ៅសេតុងឲ្យក្លាយជាមេដឹកនាំបដិវត្តន៍គឺការយល់ដឹងពីអំណាចពិតរបស់កសិករទោះទ្រឹស្ដីកុម្មុយនីសបែបអឺរ៉ុបផ្ដោតលើកម្មកររោងចក្រក៏លោកម៉ៅបានមើលឃើញថានៅក្នុងប្រទេសចិនកម្លាំងបដិវត្តន៍ដែលមិនអាចបដិសេធបានគឺកសិកររាប់លានអ្នកដែលរងការជិះជាន់លោកបានប្រកាសយុទ្ធសាស្ត្រយកជនបទឡោមពុតទីក្រុងនិងប្រើប្រាស់សង្គ្រាមតបព្រៃដើម្បីតតាំងនឹងកងទ័ពជាតិនិយមរបស់លោកជាងកាយសៀកព្រឹត្តិការណ៍ដំណើរក្បួនដ៏វែងឆ្ងាយ Long March ដែលមានចម្ងាយជាង 1250 គីឡូម៉ែត្រឆ្លងកាត់ភ្នំទឹកកកនិងវាលសើមដ៏គ្រោះថ្នាក់បានក្លាយជាសក្ខីភាពនៃភាពអត់ធ្មត់ដ៏មហិមានិងធ្វើឲ្យលោកក្លាយជាមេដឹកនាំកំពូលដែលមិនអាចប្រកែកបានរបស់បក្សកុម្មុយនីសចិនក្នុងអំឡុងសង្គ្រាមលោកលើកទី2លោកបានប្រើយុទ្ធសាស្ត្រសហការផងតតាំងផងជាមួយពួកជាតិនិយមដើម្បីដេញអាណានិគមជប៉ុនយុទ្ធសាស្ត្រនេះបានធ្វើឲ្យលោកទទួលបានសេចក្តីស្រឡាញ់និងកិត្តិយសពីមហាជនក្នុងនាមជាអ្នកស្នេហាជាតិពិតប្រាកដនៅថ្ងៃទី1ខែតុលាឆ្នាំ1949លើកំពូលខ្លោងទ្វារធានអានមែនលោកម៉ៅសេតុងបានប្រកាសជាអន្តរជាតិនៅការប្រកាសសាធារណរដ្ឋប្រជាមានិតចិនដោយប្រកាសទៅកាន់ពិភពលោកថាប្រជាជនចិនបានងើបឡើងហើយវានៅសញ្ញាផ្លូវចុងបញ្ចប់នៃយុគសម័យនៃភាពអាម៉ាស់ជាង10សតវត្សរ៍ទោះបីជាយ៉ាងណាក្នុងនាមជាអ្នកគ្រប់គ្រងលោកបានដាក់ចិននៅយុទ្ធនាការសង្គមដ៏ធំធេងនិងចម្រុងចម្រាស់គឺមហាលោតផ្លោះ Great Leap Forward ដែលមានបំណងឲ្យចិនក្លាយជាមហាអំណាចឧស្សាហកម្មក្នុងពេលខ្លីទោះបីជាគម្រោងនេះមានចិត្តស្រឡាញ់ប្រទេសក៏ដោយការគ្រប់គ្រងខុសបច្ចេកទេសបាននាំមកនូវគ្រោះទុរភិក្សដ៏ធំដែលឆក់យកជីវិតមនុស្សរាប់សិបលាននាក់ក្រោយមកលោកបានដុតបញ្ឆេះបដិវត្តន៍វប្បធម៌ Cultural Revolution ដើម្បីកម្ចាត់រាល់ធាតុផ្សំនៃមូលធននិយមនិងពង្រឹងអំណាចផ្ទាល់ខ្លួនសកម្មភាពនេះបង្កឲ្យមានភាពវឹកវរនិងភាពសន្តិសន្ធៈក្នុងសង្គមយ៉ាងខ្លាំងប៉ុន្តែវាក៏បានរក្សាអំណាចនិងឥទ្ធិពលរបស់លោកឲ្យស្ថិតស្ថេរដូចជាអាទិទេពក្នុងចិត្តប្រជាជនចិនទោះបីជាមានការវិភាគលើកំហុសឆ្គងដ៏ធ្ងន់ធ្ងរទាំងនេះក៏ដោយមរតករបស់លោកម៉ៅសេតុងនៅតែមានភាពស្មុគស្មាញនិងជ្រាលជ្រៅក្រោមការដឹកនាំរបស់លោកប្រទេសចិនបានប្រែក្លាយពីប្រទេសកសិកម្មទន់ខ្សោយឲ្យទៅជាមហាអំណាចនុយក្លេអ៊ែរនិងជាតួអង្គសំខាន់លើឆាកអន្តរជាតិលោកបានលើកកម្ពស់សិទ្ធិស្ត្រីលុបបំបាត់អក្ខរកម្មនិងពង្រីកប្រព័ន្ធសុខាភិបាលទៅដល់ជនបទដាច់ស្រយាលរបបនយោបាយចារបរទេសដ៏សំខាន់បំផុតរបស់លោកគឺការឈានទៅរកការផ្សះផ្សាជាមួយសហរដ្ឋអាមេរិកក្នុងឆ្នាំ1972តាមរយៈការទទួលលោកប្រធានាធិបតី Richard Nixon សកម្មភាពនេះបានបើកទ្វារឲ្យចិនចូលក្នុងសហគមន៍អន្តរជាតិវិញនៅរៀបចំផ្លូវសម្រាប់មហាអំណាចសេដ្ឋកិច្ចនាពេលអនាគតលោកម៉ៅសេតុងបានទទួលមរណភាពនៅថ្ងៃទី9ខែកញ្ញាឆ្នាំ1976ក្នុងជន្មាយុ82ឆ្នាំដោយបន្សល់ទុកនៅប្រទេសចិនមួយដែលឯកភាពនិងខ្លាំងពូកែខាងយោធា
រហូតមកដល់បច្ចុប្បន្នឥទ្ធិពលរបស់លោកនៅតែដកជាប់គ្រប់ទិសទីចាប់ពីក្រដាស់ប្រាក់រូបថតនៅទីលានធានអានមែនរហូតដល់មនោគមវិជ្ជាដែលនៅតែជាគ្រឹះនៃបក្សកុម្មុយនីសជីវិតរបស់លោកគឺជាតំណាងនៃភាពផ្ទុយគ្នាជាវីរបុរសដែលរំដោះជាតិពីអាណានិគមប៉ុន្តែខណៈពេលដូចគ្នាគឺជាមេដឹកនាំដែលនាំមកនូវការឈឺចាប់តាមរយៈការផ្លាស់ប្ដូរជ្រុលនិយមទោះជាយ៉ាងណាគេមិនអាចប្រកែកបានឡើយថាលោកម៉ៅសេតុងគឺជាអ្នកដែលបានសាបព្រោះក្របពូជនៃអំណាចចិនដែលធ្វើឲ្យពិភពលោកទាំងមូលត្រូវងាកមកកោតខ្លាចនិងគោរពដោយពេលបច្ចុប្បន្ននិងជារៀងរហូតទៅ